អ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ុមសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរបាន10គ្រាប់តាមរបាយការណ៍ពី Independent ចុះផ្សាយថ្ងៃទី30ខែមេសាឆ្នាំ2026មេដឹកនាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA លោក Rafael Grossi បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថាបច្ចុប្បន្នប្រទេសអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរបានរហូតដល់ទៅ10គ្រាប់បើតាមរូបភាពផ្កាយរណបសារធាតុដ៏គ្រោះថ្នាក់ទាំងនេះត្រូវបានគេជឿថាកំពុងលាក់ទុកយ៉ាងជិតនៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ីស្ហ្វាហានបន្ទាប់ពីមានឡានជាច្រើនគ្រឿងបានដឹកជញ្ជូនកុងតឺន័រចំនួន18ដែលសង្ស័យថាជាសារធាតុអ៊ុយរ៉ាញ៉ូមចូលទៅក្នុងជម្រកក្រោមដីកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2025មកម្លេះពលគឺតាំងពីមុនពេលសង្គ្រាមផ្ទុះឡើងទៅទៀតបាត់អាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប៉ុន្តែស្ដុកអ៊ុយរ៉ាញ៉ូមទាំងនេះហាក់មិនទាន់រងការបំផ្លិចបំផ្លាញឡើយខណៈដែលក្រុមអធិការកិច្ចអន្តរជាតិមិនត្រូវបានអនុញ្ញាតឲ្យចូលទៅពិនិត្យផ្ទាល់តាំងពីពាក់កណ្ដាលឆ្នាំ2025លោក Grossi បានបញ្ជាក់ថាកម្រិតចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នៅពេលនេះគឺស្ថិតក្នុងដំណាក់កាលបច្ចេកទេសមួយដ៏គៀកបំផុតក្នុងការផលិតអាវុធមហាប្រឡាយចំណុចនេះហើយដែលជាហេតុផលចម្បងធ្វើឲ្យប្រធានាធិបតី Donald Trump បន្តយុទ្ធនាការយោធានិងការបិទគប់សេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងដើម្បីបង្ខំឲ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះជាដាច់ខាតទោះជាយ៉ាងណាការចរចានៅតែស្ថិតក្នុងភាពទាល់ច្រកនៅឡើយដោយសារភាគីទាំងសងខាងមិនទាន់ចុះសម្រុងគ្នាលើលក្ខខណ្ឌនៃការដកទណ្ឌកម្មនិងការបញ្ឈប់ការចម្រាញ់សារធាតុវិទ្យុសកម្មទាំងនេះ